តពីភាគមុនអ៊ីទ្រិកបាននាំគូដណ្ដឹងរបស់គាត់ចុះពីលើរទេះសេះហើយក៏នាំចូលមកក្នុងវិមានបន្ទាប់មកទៀតគេក៏កាត់មកដល់កន្លែងសាលទទួលទានអាហារហើយអ៊ីទ្រិកបានធ្វើការណែនាំមីលីទៅកាន់គូដណ្ដឹងរបស់គាត់ឲ្យបានស្គាល់ខ្ញុំសូមណែនាំឲ្យស្គាល់នេះជាមីលីអ៊ីនវូដសម្រាប់ខ្ញុំនាងដូចជាប្អូនស្រីយ៉ាងអញ្ចឹងជាកិត្តិយសណាស់ដែលបានជួបអ្នកនាងខ្ញុំឈ្មោះមីលីអ៊ីនវូដរីករាយដែលបានជួបអ្នកនាងមីលីខ្ញុំឈ្មោះរ៉ូសាលីនអាដែលហើយអ្នកនាងរ៉ូសាលីនត្រូវជាកូនស្រីរបស់លោកកញ្ញាអាដែលរ៉ូសាលីនអាដែលបន្ទាប់មកម្ដាយរបស់អ៊ីទ្រិកដែលមានឈ្មោះថាអាណាហ្វែលតុនបាននិយាយថាមីលីជាកូនស្រីរបស់មិត្តភក្តិខ្ញុំនាងស្ថិតនៅក្រោមការមើលថែរបស់ខ្ញុំបន្ទាប់ពីម្ដាយរបស់នាងបានស្លាប់ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលព្រំលិខិតបានឲ្យពួកយើងបានជួបជាមួយនារីដ៏ស្រស់ស្អាតដូចជាអ្នកនាងរ៉ូសាលីនអ្នកនាងរ៉ូសាលីនក៏បានតបខ្ញុំក៏ដូចគ្នាដែរអ្នកម៉ែតួស្រីបានកើតក្នុងចិត្តតែម្នាក់ឯងនាងហៅលោកស្រីថាអ្នកម៉ែខ្ញុំមិនដែលទាំងហ៊ានហៅគាត់បែបនេះផងគិតទៅទោះជាយ៉ាងណាខ្ញុំក៏មិនអាចបដិសេធនៅភាពស័ក្តិសមគ្នារបស់ពួកគេទាំងពីរនាក់ដែរពាក្យដែលគេនិយាយថាគូព្រេងពីបុព្វេប្រហែលជាបានបង្កើតឡើងដោយសារតែមនុស្សពីរនាក់នេះគិតទៅអ៊ីទ្រិកពិតជាត្រូវរៀបការពិតមែនហើយពេលនោះលោកស្រីអាដាក៏បាននិយាយថាមេលីឥឡូវនេះក៏ដល់វ័យសមល្មមក្នុងការរៀបការដែរតើឯងមិនគិតគូរកគូសកលរៀបការទេឬមេលីបានឆ្លើយទៅភ្ញាក់ផ្អើលចារកគូមែនទេលោកស្រីអាដាក៏បាននិយាយបន្តទៀតថាតាមពិតទៅប្រធានក្រុមហ៊ុនម្លះបានបង្ហាញចំណាប់អារម្មណ៍លើឯងអាយុខុសគ្នាបន្តិចមែនប៉ុន្តែគាត់ជាមនុស្សដែលគួរឲ្យគោរពនិងឧស្សាហ៍ព្យាយាមឯងគួរតែទៅជួបគាត់មេលីក៏ថាខ្ញុំគ្មានជំរើសទេចាខ្ញុំនឹងពេលនោះទូប្រុសក៏បាននិយាយថាអ្នកម៉ែខ្ញុំនឹងទទួលខុសត្រូវក្នុងការរកដៃគូឲ្យមេលីដូច្នេះអ្នកម៉ែមិនចាំបាច់បារម្ភពីរឿងតូចតាចបែបនេះឡើយមេលីពិតជាភ្ញាក់ផ្អើលនិងមានការឆ្ងល់ចំពោះទង្វើរបស់អ៊ីទ្រិកជាខ្លាំងហើយលោកស្រីអាដាក៏បាននិយាយថាអ៊ីទ្រិកម៉ែដឹងថាកូនបារម្ភពីមេលីប៉ុណ្ណាប៉ុន្តែកូនក៏មិនចាំបាច់បារម្ភរឿងប្រភេទនេះដែរអ៊ីទ្រិកនិយាយកាត់ហើយបន្ទាប់ពីខ្ញុំរៀបការជាមួយអ្នកនាងរ៉ូសាលីនតើអ្នកម៉ែគិតយ៉ាងណាចំពោះការចំណាយពេលខ្លះនៅផ្ទះរបស់ពួកយើងនៅខេត្តភាគខាងត្បូងក៏ក្តៅខ្លាំងណាស់ទោះរដូវរងាក៏ដោយដូច្នេះខ្ញុំគិតថាអ្នកម៉ែនឹងចូលចិត្តពេលនោះលោកស្រីអាដាក៏បានសម្លឹងទៅកាន់អ៊ីទ្រិកឬក៏និយាយថាអ៊ីទ្រិកបន្ទាប់មកអ្នកនាងរ៉ូសាលីនក៏បានធ្វើការបង្វែរសាច់រឿងហើយក៏និយាយថាខ្ញុំទើបតែនឹកឃើញថាខ្ញុំបានផ្លេចរបស់នៅក្នុងរទេះសេះដូច្នេះខ្ញុំសូមទៅយកមកផ្លែតសិនអ៊ីទ្រិកក៏បាននិយាយកាត់ថាចង់ខ្ញុំជូនទៅមិនអីទេខ្ញុំអាចទៅយកដោយខ្លួនឯងបានមេលីក៏បានសម្លឹងតាមមើលអ៊ីទ្រិករួចគិតក្នុងចិត្តថាហេតុអ្វីអ៊ីទ្រិកនិយាយបែបនោះតើគាត់និយាយបែបនោះដើម្បីខ្ញុំឬទេវាមិនអាចទៅរួចឡើយខ្ញុំឈឺក្បាលណាស់ដូច្នេះខ្ញុំសូមទៅមុនហើយរួចមេលីក៏បានធ្វើការដើរចេញមកក្រៅហើយនាងក៏បានគិតថាមុននេះគ្រាន់តែជាលេសតែឥឡូវនេះខ្ញុំឈឺក្បាលមែនតើខ្ញុំគួរតែទៅស្រូបខ្យល់អាកាសបន្តិចមុនត្រឡប់ទៅបន្ទប់វិញបន្ទាប់មកមេលីក៏បានឮសំឡេងមនុស្សស្រីសើចនៅក្រៅជញ្ជាំងជិតនោះឈប់សិនមិនមែនទីនេះទេប្រយ័ត្នមានមនុស្សមកឃើញណាមេលីក៏បានគិតថានោះគឺអ្នកនាងរ៉ូសាលីនប្រាប់ហើយថាកុំអាលបន្ទាប់មកមេលីក៏បានសម្លឹងមើលហើយគិតថាហើយជាប់ព្រមអ្នកនោះជាអ្នកណាអ្វីដែលសំខាន់ពីអ្នកនោះគឺកំពុងតែថើបគ្នាប្រែជាម្ចាស់ហើយខ្ញុំទៅតែឃើញអ្វីអ្នកនាងរ៉ូសាលីនមានគូស្នេហ៍ហើយគូដណ្ដឹងជាមេគ្រួសារហ្វែតុនមិនគួរឲ្យជឿអ៊ីទ្រិកនឹងរៀបការជាមួយមនុស្សស្រីបែបនេះខ្ញុំត្រូវតែប្រញាប់ទៅប្រាប់អ៊ីទ្រិកបន្ទាប់មកក៏មានមនុស្សហៅឈ្មោះរបស់មេលីតើអូនប្រញាប់ប្រញាល់ចង់ទៅណាមេលីបានគិតពីសន្ទុះប៉ុន្តែតើនេះពិតជាដើម្បីអ៊ីទ្រិកមែនឬតើនេះមិនមែនមកពីភាពអាត្មានិយមរបស់ខ្ញុំ
ដែលមិនចង់ឲ្យគាត់រៀបការទេមែនទេស្រាប់តែពេលនោះមេលីក៏បាននិយាយឡើងភ្លាមៗថាអ៊ីត្រេកខ្ញុំឃើញអ្នកនាងរ៉ូសាលីននៅផ្លូវខាងនោះកំពុងថាប្រុសផ្សេងបន្ទាប់មកមេលីក៏បានគិតមិនមែនទេគ្រប់យ៉ាងមកពីខ្ញុំចង់ឲ្យអ៊ីត្រេកមានក្តីសុខពេលនោះអ៊ីត្រេកបានធ្វើទឹកមុខស្មាហើយមិនបាននិយាយអ្វីទាំងអស់ទើបធ្វើឲ្យមេលីរបស់យើងបានគិតថាតើគាត់ឈឺចិត្តឬប៉ុន្តែវាយឺតពេលក្នុងការស្ដាយក្រោយហើយព្រោះខ្ញុំបានប្រាប់គាត់រួចទៅហើយស្រាប់តែពេលនោះអ៊ីត្រេកបាននិយាយថាដឹងហើយមើលទៅអ្នកនាងរ៉ូសាលីនចង់នៅតែមានគូស្នេហ៍បន្ទាប់ពីរៀបការរួចហើយទោះយ៉ាងណាស្នេហានិងការរៀបការជារឿងពីរដាច់ដោយឡែកពីគ្នាស្រាប់ទៅហើយពិតណាស់តែខ្ញុំក៏មិនបានមានបំណងចង់រកស្នេហ៍ក្រៅបន្ទាប់ពីរៀបការរួចដែរមេលីបានធ្វើទឹកមុខភ្ញាក់ផ្អើលនៅពេលដែលឮពាក្យសម្ដីរបស់អ៊ីទ្រិកនិយាយបែបនេះអីដែលសំខាន់បងបាននិយាយជាមួយនឹងអ្នកនាងរ៉ូសាលីនរួចហើយថាបន្ទាប់ពីពួកយើងរៀបការអូនអាចស្នាក់នៅទីនេះបន្តបានទោះបីជាបងហើយនឹងអ្នកនាងរ៉ូសាលីនរៀបការរួចហើយក៏ដោយដូច្នេះអូនអាចនៅតែរស់នៅស្រួលហើយអាចទុកទីនេះដូចជាផ្ទះរបស់អូនបានដូចដែលអូនកំពុងតែធ្វើនៅពេលនេះនៅក្បែរខ្លួនរបស់បងតើគាត់កំពុងតែនិយាយអំពីអ្វីតំណែងអ្នកដែលនៅក្បែរខ្លួនរបស់គាត់គឺជាអ្នកនាងរ៉ូសាលីនតើខ្ញុំអាចរស់នៅក្រោមដំបូលផ្ទះតែមួយជាមួយគាត់បានដោយរបៀបណាបន្ទាប់ពីគាត់រៀបការរួចហើយរស់នៅមើលឃើញពួកគាត់ទាំងពីរស្និទ្ធស្នាលជាមួយគ្នាវានឹងធ្វើឲ្យបេះដូងរបស់ខ្ញុំបែកតិចទីទៅជាបំណែកបន្ទាប់មកមេលីក៏បាននិយាយថាទេធ្វើបែបនេះវាមិនត្រឹមត្រូវទេខ្ញុំនឹងរកដៃគូរៀបការឲ្យបានឆាប់ហើយនឹងចាក់ចេញពីទីនេះស្រាប់តែពេលនោះអ៊ីទ្រិកស្ទុះទៅចាប់មេលីរួចក៏និយាយថាមេលីហេតុអ្វីបានជាអូននិយាយរឿងរៀបការអូនមិនចាំបាច់ខ្វល់ខ្វាយឬបារម្ភពីពាក្យសម្ដីរបស់អ្នកម៉ែបងទេមេលីបានគិតថាហេតុអ្វីបានជាគាត់ខ្វល់អំពីរឿងនេះខ្លាំងម្ល៉េះតើគាត់បារម្ភអំពីខ្ញុំក្នុងនាមជាប្អូនស្រីមែនទេឬមួយអ៊ីទ្រិកក៏ស្រាប់តែពេលនោះអ៊ីទ្រិកចាប់ផ្ដើមនិយាយថាពួកយើងទាំងពីរនាក់ជាមិត្តល្អត្រូវទេមេលីគំនិតដែលគិតថាអូននឹងរស់នៅមិនសុខស្រួលធ្វើឲ្យបងមិនសប្បាយចិត្តទេដូច្នេះសូមបន្តរស់នៅទីនេះទៀតទៅអូនតែងតែធ្វើនៅអ្វីដែលបងសុំដូច្នេះលើកនេះអូនក៏នៅតែធ្វើបែបនេះដែរត្រូវទេ